បាទតោះសួស្តីគ្នាយើងឥឡូវយើងមកបន្តលំហាត់ limit កម្រិត2របស់យើងទៀតបាទអញ្ចឹងថ្ងៃមុនយើងបានកែដល់អក្សរកណាអូនណាបាទឥឡូវយើងទៅដល់អក្សរខអក្សរងនិងអក្សរចតែម្ដងណាអញ្ចឹងមកវីដេអូយើងមាន3លំហាត់តូចហ្នឹងគ្នាយើងបាទអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅមើលដំណោះស្រាយរបស់វាទាំងអស់គ្នាបាទតោះសួស្តីគ្នាយើងមកមើលលំហាត់អក្សរខគឺ limit x ខិតជិតដក3នៃអីអូន x ការ៉េដក9នៅលើ x ការ៉េបូក 4x បូក3បាទអញ្ចឹងជាធម្មតាយើងចង់ដឹងថា limit នឹងរៀងអីដល់តែយើងចំនួនសាកសិនណាអញ្ចឹងមើលគ្រូចំនួនសាកដូចទៅណាបាទ x ក៏ចិត្តដក3អញ្ចឹងត្រង់ណាមាន x អូនចំនួនទៅដក3អញ្ចឹងវាទៅជាដក3លើកជាការ៉េអូនហើយដកអីដក9ហើយ x នេះចំនួនទៅដក3អញ្ចឹងដក3លើកជាការ៉េបូកជាមួយនឹង 4x អញ្ចឹង4កតាបើដក3បាទហើយបូក3បាទហើយយើងគណនាវាមកអូនអញ្ចឹងស្មើអីដកកាលណានៅក្រោមការ៉េបូកណាអូនណាអញ្ចឹង3ការ៉េ9 9ដក9ទៅលើអីអូនដូចនិយាយមិនអញ្ចឹងដកនេះកាលណានៅក្រោមការ៉េបូកអញ្ចឹងវាចេញ9អានេះគុណចូលទៅអូនបូកគុណដកចេញដកអញ្ចឹងចេញដក12ហើយបូក3ចឹងខាងលើយើងឃើញអីអូនឃើញ0បាទខាងក្រោម9បូក3 12 12ដក12 0អញ្ចឹង limit នេះគឺជាប្រភេទ limit រៀងមិនកំណត់0លើ0បាទអញ្ចឹងពេលដែលយើងចំនួនសាកគឺយើងចំនួននៅក្នុងกระดาษព្រាងអត់ណាចំនួនក្នុងกระดาษព្រាងបន្ទាប់ពីយើងដឹងថា limit នេះរៀង0លើ0ហើយគឺយើងនឹងដាក់គោលដៅថាយើងនឹងសរសេរឲ្យបានកតាអីអញ្ចឹងចង់ដឹងកតាអីអូនមើល x ខិតជិតដក3កតាដែលយើងចង់បានគឺ x បូក3អូនណាបាទកតាដែលយើងត្រូវសម្រួលចោលគឺ x បូក3អញ្ចឹងយើងត្រូវដាក់គោលដៅថាអញ្ចឹងខ្ញុំសរសេរទៅរក x ដក x បូក3កាលណាអូនមាន x បូក3អូនសម្រួលចោលទៅអូនកណនី limit នឹងបានអញ្ចឹងនៅក្នុងការបំបែកឲ្យបានកតា x បូក3នេះគឺវាមានច្រើនវិធីអូនណាបាទវាមានច្រើនវិធីអញ្ចឹងអញ្ចឹងយើងអាចប្រើរូបមន្តបានសម្រាប់ខាងលើអញ្ចឹងគូអាចសរសេរតែមិនបានអូនស្មើជាមួយនឹង limit x ខិតជិតដក3បាទអញ្ចឹងរូបមន្តខាងលើអូនខាងលើ x ការ៉េដក9អូន x ការ៉េដក9អូនអាចសរសេរថា x ការ៉េដក3ការ៉េបានមិនអញ្ចឹងបាទអញ្ចឹងវាចូលរូបមន្ត a ការ៉េដក3ការ៉េស្មើ a ដក b x ដក3កតា x បូក3អានេះវាយើងប្រើតាមរូបមន្តអូនណាបាទប៉ុន្តែនៅក្នុងលំហាត់នេះគ្រូគាត់ថាបើសិនជាយើងចង់ចាំរូបមន្តហ្នឹងវាល្អប៉ុន្តែលើកនេះគ្រូលេងចង់ប្រើរូបមន្តហ្នឹងបាទគ្រូលេងចង់ប្រើរូបមន្តហ្នឹងអញ្ចឹងអូនមើលអានេះវាជាពហុធាតុដឺក្រេទី2អញ្ចឹងកាលណាវាជាពហុធាតុដឺក្រេទី2អូនចង់បានកតាអីអូនដាក់កតាហ្នឹងអញ្ចឹងអូនចង់បានកតា x បូក3អូនដាក់ x បូក3អូខេនេះយើងបាទអូនដាក់ x បូក3ហើយអូនយក x ការ៉េនេះមកចែកនឹង x អូនណាយក x ការ៉េហ្នឹងមកចែកនឹង x ចែកទៅបានអីអូន x ការ៉េចែកនឹង x បាន x ត្រាតហើយបន្តមកទៀតអូនយកដក9នេះមកចែកនឹងបូក3អញ្ចឹងយកដក9យកមកចែកនឹងបូក3អញ្ចឹងចេញដកប៉ុន្មានអូនចេញដក3ត្រាតបាទអញ្ចឹងកតា x ដក3អញ្ចឹងគឺវាមានលក្ខណៈដូចគ្នាទៅនឹងការប្រើប្រាស់រូបមន្តរបស់យើងដែរមិនអញ្ចឹងបាទអញ្ចឹងឃើញលទ្ធផលដូចគ្នាទេអូនណាបាទរីឯខាងក្រោមអូនខាងក្រោមដឺក្រេទីប៉ុន្មានអូនខាងក្រោមគឺដឺក្រេទី2ដូចគ្នាហ្នឹងនេះអញ្ចឹងបើកាលណាដឺក្រេទី2អូនចង់បានអីអូនចង់បាន x បូក3អូនដាក់ x បូក3មកបាទហើយបន្តមកទៀតគឺអូនយកអា x ការ៉េនេះចែកនឹង x នេះអញ្ចឹងឃើញហើយ x ការ៉េចែក x ឃើញ x បាទហើយអូនយកកតុយក្រោយនេះបូក3មកចែកនឹងបូក3ឃើញបូកប៉ុន្មានអូនឃើញបូក1មិនអញ្ចឹងបាទហើយមកគ្នាយើងចង់ដឹងថាមិនបានសរសេរបានអញ្ចឹងយើងអាចគុណពលាតបានតែវាឃើញដូចដើមណាបាទអញ្ចឹងយើងអាចសម្រួលកតា x បូក3ចោលបានហើយគ្នាយើងបាទយើងអាចសម្រួលកតា x បូក3ចោលបានយ៉ាងងាយអញ្ចឹងយើងសរសេរអីដែលនៅសល់មកវិញបន្ទាប់ពីការសម្រួលគឺ limit x ខិតជិតដក3បាទនៃអីអូន x ដក3លើអីគ្នាយើងលើ x បូក
bột mùi mình chăng á và chẳng dương chùm nốt đọ bay cho ôn thấy chữ đọ bấy lợi ấy cái nhé lỡ đọ bấy bột mùi chẳng khăn lỡ khích đọ màn ôn khích đọ bàm muối lỡ đọ mán đọ pì chẳng đọ chạy những đọ bốហើយ6ចែកនឹង2បាន3បាទអញ្ចឹងនេះគឺជាលទ្ធផលនៃ limit របស់យើងបាទតើអូនយើងមកបន្តលំហាត់អក្សរងបាទអញ្ចឹងអក្សរងនេះគឺលំហាត់មានតម្រង់ស្រដៀងគ្នានឹងលំហាត់អក្សរខដែរអូនណាបាទអញ្ចឹងនៅក្នុងលំហាត់នេះគឺគ្រូមិនជំនួសសាកឲ្យអូនមើលទៀតទេអញ្ចឹងអូនអាចជំនួសសាករៀងខ្លួនបានតើ limit ហ្នឹងពិតជារៀង0 លើ0ដោយគ្រូថាមែនអត់អូនណាបាទអញ្ចឹងនៅក្នុងទីនេះគឺគ្រូសូមដាក់រៀង0 លើ0យកតែម្ដងតើណាបាទអញ្ចឹងរៀង0 លើ0អូខេដើម្បីកុំឲ្យវីដេអូយើងវាវែងពេកមិនចឹងហ៎បាទអញ្ចឹងបន្ទាប់ពីអូនដាក់រៀង0 លើ0ហើយអូនដាក់គោលដៅតែយើងចង់បានកតាឯង x ខិតជិត2នេះអញ្ចឹងអូនចង់បានកតា x ដក 2អញ្ចឹងបើកាលណាអូនចង់បានកតា x ដក 2អូនពិនិត្យមើលលើបញ្ហារបស់អូនភាគយក degree ទីម៉ានអូន degree ទី2ភាគបែក degree ទីម៉ាន degree ទី2អញ្ចឹងបើវា degree ទី2អញ្ចឹងវាមានលក្ខណៈងាយស្រួលក្នុងការដាក់ជាបរិកូនកតាតាមវិធីដោយលំហាត់អក្សរខអញ្ចឹងអូនណាបាទដោយលំហាត់អក្សរខអញ្ចឹងអញ្ចឹង limit របស់យើង x ខិតជិត2អញ្ចឹងកតាដែលយើងចង់បានគឺ x ដក 2អញ្ចឹងអូនសុំដាក់ x ដក 2ឲ្យហើយអញ្ចឹងអូនកំពុងតែធ្វើភាគយកអញ្ចឹងអូនយក 5x ការ៉េរបស់ភាគយកទៅចែកនឹង x អញ្ចឹង 5x ការ៉េចែកនឹង x បានអីអូន 5x ការ៉េចែកនឹង x x ការ៉េបានមាន x 2 ដងអញ្ចឹងសម្រួល x ចោលម្ដងសល់ 5x ណាបាទអញ្ចឹងសល់ 5x អូខេហើយអូនយកកតុយក្រោយនេះដក24មកចែកនឹងដក2ដកចែកដកបូកមិនចឹងហ៎បាទបូកទៅពេល24ចែកនឹង2អូនចែកទៅឃើញ10 12អញ្ចឹងរួចរាល់សម្រាប់ខាងលើអូនខាងក្រោម degree ទីម៉ានអូន degree ទី2មិនចឹងហ៎ហើយ degree ទី2នេះតលតែតាមលំដាប់ទៀតអូនណាអានេះ x ស្វ័យគុណ2អានេះ x ស្វ័យគុណ1អញ្ចឹងបានយើងធ្វើតាមវិធីនឹងបានបើមិនចឹងទេយើងត្រូវត្រឡប់វាសិនតាណាបាទអញ្ចឹងយើងដាក់កតាដែលយើងចង់បានមកអូនគឺអី x ដក 2ហើយអូនយកក្បាលចែកក្បាលអញ្ចឹង x ការ៉េចែក x ឃើញអីអូនឃើញ x ហើយកតុយរបស់វាដក8ចែកនឹងដក2ចែកអីអូនចេញបូក4មិនចឹងណាបាទអញ្ចឹងយើងសម្រួល x ដក 2ចោលអូនសម្រួល x ដក 2ចោលអញ្ចឹងស្មើជាមួយនឹង limit x ខិតជិត2បាទនៃអីអូនសម្រួល x ដក 2ចោលសល់ 5x បូក12នៅលើអីគ្នានៅលើ x បូក x បូក4មិនចឹងហ៎បាទលើ x បូក4ហើយយើងចំនួន2ចូលអូនចំនួន2ចូលអញ្ចឹងត្រង់នេះទៅជាម៉ានអូនចំនួន2ចូលឃើញ10ណាបាទឃើញ10បូក12លើអីអូនលើ2បូក4មិនចឹងហ៎បាទ2បូក4អញ្ចឹងខាងលើឃើញម៉ានអូនឃើញ22ខាងក្រោមឃើញម៉ានឃើញ6អូនសម្រួលនឹង2ពាក្យថាសម្រួលនឹង2បានន័យថាខាងលើអូនចែកនឹង2អញ្ចឹង22ចែកនឹង2អូនឃើញ11បាទអញ្ចឹងខាងក្រោមអូនចែកនឹង2ដែរអញ្ចឹង6ចែកនឹង2បាន3អាហ្នឹងគេហៅថាសម្រួលនឹង2បាទអញ្ចឹងលំហាត់អក្សរងយើងមានប៉ុណ្ណឹងអានេះយើងណាបាទតើអូនយើងមកដល់លំហាត់អក្សរចហើយលំហាត់អក្សរចនេះក៏មិនខុសគ្នាពីលំហាត់អក្សរងហើយអក្សរខដែរណាអញ្ចឹង limit យើង x ជិត4នៃអីអូន x ការ៉េបូក 2x ដក24នៅលើ 2x ការ៉េបូក x ដក36ណាបាទអញ្ចឹង limit នេះគឺជា limit រៀងមិនកំណត់0 លើ0អូនបាទហើយដែលគ្រូបញ្ជាក់អញ្ចឹងក៏វត្តចំនួនទៀតទេអូនណាអូនអាចចំនួនខ្លួនឯងបានអញ្ចឹងបន្ទាប់ពីអូនដាក់រៀងមិនកំណត់0 លើ0ហើយអូនត្រូវដាក់គោលដៅទៅកតាដែលយើងត្រូវសម្រួលចោលដែលយើងចង់បាននោះគឺ x ដកប៉ុន្មានអូន x ដក2ណាបាទ x ដក2អញ្ចឹងយើងចាប់ផ្ដើមសរសេរមកអូនបញ្ហានេះគឺដូចគ្នាជាមួយនឹងបញ្ហាអក្សរងហើយនិងអក្សរខអញ្ចឹងអញ្ចឹង limit យើងទៅជាអីអូន x ក៏ជិត4នៃអី
អញ្ចឹងបើវាជាពហុធាតុ degree ទី2អញ្ចឹងអូនចង់បានអីអូនដាក់នឹងមកអញ្ចឹងអូនចង់បាន x ដក4ណាអូនដាក់ x ដក4មកចឹងហើយបន្តមកទៀតអូនយក x ការ៉េហ្នឹងមកចែកនឹង x បាទអញ្ចឹង x ការ៉េចែក x បានអីអូនបាន x ហើយអូនយកដក24នេះមកចែកនឹងដក2អញ្ចឹងដកចែកដកបានបូកណាអូន24ចែក2បាន10បាន12ដូចគ្នាចំពោះខាងក្រោមវាជាពហុធាតុ degree ទី2ហើយតាមលំដាប់ស្វ័យគុណចុះទៀតអញ្ចឹងយើងដាក់កត្តាដែលយើងចង់បានមកអូន x ដក4បាទកត្តាអីគ្នាយើងអូនយក 2x ការ៉េមកចែកនឹង x ឃើញអីគ្នាយើងឃើញ 2x បាទហើយអូនយកដក36មកចែកនឹងដក2ដកចែកដកបូកអូនទៅពេល36ចែកនឹង2ឃើញ10បានអូន15 8មិនចឹងហ៎ហើយអូនស្រួលកត្តា x ដក4ចោលបានយ៉ាងងាយអញ្ចឹង limit x ក៏ចិត្តបានអូន x ក៏ចិត្ត4បាទ x ចិត្ត4នៃអី x បូក12បាទ x បូក12នៅលើអីនេះយើងលើអីលើ 2x បូក18អូខេបាទ 2x បូក18អញ្ចឹងស្មើជាមួយនឹងឯងអញ្ចឹងចំនួន x ចូលទៅ x ដោយ4ចូលទៅវាទៅជា4បូក12នៅលើអីអូនបាទនៅលើ 2x អញ្ចឹង x ចំនួននៃ4វាទៅជា8 8បូក10បាន18អូខេបាទអញ្ចឹងខាងលើឃើញបានអូន12បូក4ឃើញ10បាន16មិនចឹងណាបាទរីឯខាងក្រោមឃើញបានអូន8បូក18ឃើញ20បានអញ្ចឹង26មិនចឹងហ៎អញ្ចឹងអូនសម្រួលនឹងបានសម្រួលនឹង2អញ្ចឹងខាងលើឃើញ10បាន13ហើយខាងក្រោមឃើញបានចឹងបាទសេរីខាងលើមិនឃើញ13ទេខាងលើឃើញ8ណាខាងក្រោមមិនឃើញ13បាទអញ្ចឹងនេះគឺជាចម្លើយនៃ limit អក្សរចររបស់យើងបាទអញ្ចឹងវីដេអូរបស់យើងមានតែប៉ុណ្្នឹងទេគ្នាយើងណាយើងនឹងជួបគ្នានៅវីដេអូក្រោយៗបន្តទៀត